កាលពីយើងលំនាំមកហើយមានបិសាចមួយក្បាលនាំបិសាចមួយក្រុមទៅអុកលុកខានមនុស្សអធិរាជឡើងទេពពិសេសសៀនយានត្រូវឃុំប្រលឹងព្រោះតែអនុភាពមេបិសាចនោះខ្លាំងហេតុមីធ្វើឲ្យដើរទេពសៀនយានបាក់ជាពីកំណាត់ធ្លាក់ទៅខានមនុស្សកន្លងផុតទៅរាប់ពាន់ឆ្នាំដាវសៀយានប្រែក្លាយជាដាវពីរបង្កើតបានជាបងប្អូនពីរនាក់បែងចែកជានគរពីរយ៉ាវហាន់និងសៀយានគរទាំងពីរច្បាំងគ្នាមិនឈប់សពថ្ងៃនេះបងប្រុសជាមេដឹកនាំហោះហើរនៃនគរយ៉ាវហាន់ចំណែកបងប្រុសមិនដឹងជារស័ព្ទអត់ដែតទៅដល់ទីណាទេលោកបេសកជនសូមចេញខាងនេះស្បៀងសម្រាប់ទាហានជាតិអស់ហើយសល់មកគ្រប់សម្រាប់3ថ្ងៃទេទោះជាមានព្រៀងព្រើលក៏ត្រូវតែដឹកជញ្ជូនឲ្យខានមិនបានខ្ញុំមកមើលផ្លូវដឹកជញ្ជូនថាប្រើការបានទេស្បៀងត្រូវប្រើពេលយូរប៉ុណ្ណាទើបទៅដល់ជំរុំសូមចេញមើលទីនេះមានកំពូលភ្នំ9ប្រើផ្លូវមួយខ្សែតបជាប់គ្នាដោយដឹកជញ្ជូនមួយត្រង់បានអង្គ7បែបស្របពេលគ្នាស្បៀងតប100000នាក់ជញ្ជូន7ថ្ងៃគឺអស់ហើយពុតជាអស្ចារ្យខ្លាំងណាស់លោកអូបរ៉ាចំពោះរឿងមួយនេះបានចំណាយកម្លាំងកាយចិត្តអស់ច្រើនណាស់ខ្ញុំជឿថាវានឹងអាចដោះស្រាយវិបត្តិស្បៀងទាហានបានបេសកជនព្រៀបនាំសារប្រាប់ថាស្បៀងតប100000នាក់បានដឹកជញ្ជូនទៅអស់ហើយប្រសើរណាស់បូរួមតែមានយានហ្វឹងនៅចាំការពារលាវមកយានមើលទៅស្បៀងទាំងអស់នេះមិនអាចបាត់បង់បានជាដាច់ខាតសូមលោកទុកចិត្តចុះរបៀបរៀបរយនៅលាវមកយានបានរៀបចំរួចអស់ហើយកំពូលភ្នំធានឆុងខាងមុខជាប្រភពថាមពលសំខាន់របស់បន្ទាយលាវមកយានក៏ជាច្រកចូលសំខាន់ក្នុងការដឹកជញ្ជូនស្បៀងដែរមានយានហ្វឹងនៅការពារទីនោះនៅឯជើងភ្នំមានឆាំងអ៊ូនៅការពារស្ថានភាពនៅទីនេះបើកចំហងាយស្រួលដល់ឆាំងអ៊ូប្រើធ្នូវេទមន្តបាញ់សត្រូវពីទីឆ្ងាយយាយចាងនឹងធូវួយការពារលើកំពូលភ្នំធានចាំងត្រួតពិនិត្យអ្នកដឹកជញ្ជូនស្បៀងដែលបានឆ្លងកាត់និងមើលដំណើរប្រតិបត្តិការនៅទីនោះចំណែកនៅកំពូលភ្នំធានអ៊ីងនេះស្ថិតនៅចំកណ្ដាលលាវម៉ាយៀនមានខ្ញុំជាអ្នកការពារដែលប្រើប្រាស់ហង្សយន្ត5ពណ៌អាចជួយកន្លែងផ្សេងបានគ្រប់ពេលបែបនេះគឺល្អណាស់កាតព្វកិច្ចការពារស្បៀងនៅលើខ្លួនយានហ្វឹងការពារបានផ្លូវស្បៀងក៏អាចការពារបានមានស្បៀងហូបចុកគ្រប់គ្រាន់ទើបសង្គ្រាមមានសង្ឃឹមឈ្នះពេលនេះសង្គ្រាមនៅខាងមុខស្បៀងតប100000នាក់ពាក់ព័ន្ធដល់អាយុជីវិតតបធំរបស់ពួកខ្ញុំអាចនិយាយបានថាអ្នកបានស្បៀងរស់អ្នកដាច់ស្បៀងស្លាប់ខ្ញុំបានសន្យាជាមួយនឹងលោកឧបរាជរួចហើយបើការពារស្បៀងលើកនេះមិនបានល្អទេខ្ញុំសុខចិត្តទទួលទោសតាមច្បាប់ទាហានខ្ញុំបារម្ភថាលោកម្ចាស់អាយស្វាយសាយយានឹងមកវាប្រហារលាវម៉ាយៀនមួយចំហាយដល់ឯងធ្វើទុកទៀតហើយបងធំខ្ញុំពីនឹងធ្វើឲ្យបងមានរបួសទៀតហើយមែនទេមិនអីទេមួយតែហេតុអីក៏ចំហើងដៃរបស់ឯងធ្វើទុកនេះជាថ្ងៃរំលឹកខូបឡានអ៊ីននៅលើលោកនេះអ្នកដែលយល់ចិត្តខ្ញុំបំផុតមានតែនេះម្នាក់គត់សន្យានឹងខ្ញុំមកគុំចាក់ចេញពីខ្ញុំមិនសោះបងថោឡានអ៊ីនគឺពិតជាអាចរស់ឡើងវិញមែនទេខ្ញុំធ្លាប់ខកឯងតាំងពីពេលណាឲ្យតែទុកពេលលើខ្ញុំបន្តិចខ្ញុំនឹងធ្វើឲ្យឡានអ៊ីនមានជីវិតរស់ឡើងវិញមកនៅក្បែរខ្លួនរបស់ឯងបងថោស្រាប់តែមករកខ្ញុំបែបនេះតើមានការអីទៅខ្ញុំដឹងថាឯងមិនចូលចិត្តការប្រយុទ្ធគ្នានៅឋានលោកីទេទើបខ្ញុំមិនដែលសួររឿងនៅសាយាប៉ុន្តែស្ថានភាពនៅពេលនេះសំខាន់ខ្លាំងណាស់អ្នកក្លាហានយូហានបានបង្ហាញខ្លួននៅភ្នំស្ងាត់ហើយ
អ្នកខ្លះហាន់ហោះហើរទាំង10ធ្វើការតាមលំដាប់លំដោយម្នាក់មានជំនាញរៀងខ្លួនលួចអនុវត្តភារកិច្ចសម្ងាត់ឲ្យយ៉ាងសឹងមានគេឈ្មោះល្បីផ្ទាល់គ្នាក្នុងនោះក៏មានម្នាក់ជំនាញកោឈ្មោះយិនហ្វុងគេមានប្រាជ្ញាជ្រាវជ្រៅហើយត្រូវបានផានអ៊ីឡុងចាប់អារម្មណ៍និងទទួលធ្វើជាសិស្សមិនត្រឹមតែក្បាច់គុនទេតែបានស្នងតំណែងពីផានអ៊ីឡុងសូម្បីតែយុទ្ធសាស្ត្រក៏ខ្លាំងពូកែអាចយកឈ្នះមានសត្រូវបានហេតុដូច្នេះហើយទើបបានជាខ្ញុំមកសុំជំនួយពីឯងបងធေါ်ទុកចិត្តចុះខ្ញុំនឹងប្រញាប់ទៅលាវមកយានភ្លាមមិនមែនដើម្បីស៊ីវយីតែដើម្បីបងធေါ်មានខ្ញុំនៅយិនហ្វាំងគឺត្រូវតែចាញ់មានបាយមានពេជ្រពេលបើពឹសមកមិនដាក់ចោលទៅហើយដូចគ្នាប្រយ័ត្នការពារសុំវាបានល្អការពារធូបួយការពារប្រយ័ត្នផងការពារស្មៀមហើយត្រៀមប្រយុទ្ធមនុស្សរបស់សាវយាមកបាច់ហើយការពារស្មៀមជាមួយសាវយាការពារស្មៀមឲ្យបានល្អតើចំហាយដាងនេះមកពីណាសាយមានជើងខាងអាវសបែបនេះផងគ្រាន់បើណាស់យិនហ្វាំងម៉ាក់សេចហើយបៃតងស្លាប់ទៅវាធូបួយមកលោះហើយហើយចង់ហៅភ្លៀងអាប់នៅដដែលមើលទៅត្រូវយកទាំងពីរហើយបាក់សៃស្ពាន់អាវក្រហមដឹងថាយើងជាអ្នកណាហើយមកស្លាប់តាមស្រួលទៅសង្ហឹងទីនេះមានខ្ញុំហើយលោកតកាពីបេសកជនទៅបានបងស្រីឈិងអើប្រហែលឆ្នាំនេះមានអីកើតឡើងទៅលើខ្លួនប្អូនស្រីហេតុអីក៏មានស្នាមសាក់នេះនាងជាអ្នកណានេះបងចំណាំខ្ញុំអត់បានទេបងស្រីតាមឡាយបងប្អូនពួកយើងពីរអ្នកទីបសល់នៅខាងលើចុះមកខាងកណ្ដាលដើម្បីស្វែងរកចំហាយដើរសៀនជាពីកំណាត់ស្មានមិនដល់ថាបានជួបគ្រោះធំធ្វើឲ្យបាត់នេះពេលនេះហេតុអីក៏បងនៅយ៉ាងហ្នឹងខ្ញុំមិនមែនបងស្រីនាងទេផ្លូវដើរនៅខាងការខុសគ្នានាងច្រឡំមនុស្សហើយគឺមិនស៊ឺលត់ឆាប់ឡើងអើលឿនឆាប់ឡើង
អាយសមកហ៊ានប៉ះពាល់គាត់យើងមកមិនសាកសពរបស់ឯង វីអ៊ីហ្វឹងយៀនមែនទេបើឯងផ្ដាច់ផ្លូវនេះខ្ញុំនឹងដោះលែងគេ យៀនហ្វឹងកុំខ្វល់ពីខ្ញុំចាប់អញព្រួយទៅ យៀនហ្វឹងពិបាកទទួលណាស់ត្រូវតែប្រើចំណាត់ខ្លាំងធ្វើឲ្យគេបាច់អារម្មណ៍រកឱកាសមកផ្លាញផ្លូវស្បៀងលាវមកយី មកប្រយុទ្ធតទល់ខ្ញុំមិនមានចំណៃគូរបស់គេមានតែប្រាជ្ញា អញព្រួយទៅយៀនហ្វឹងនេះជាបជាកុំខ្វល់ពីខ្ញុំបើការពារលាវមកយៀនមិនបានស្បៀងតបនឹងបាត់បង់សង្គ្រាមភ្នំយូសានច្បាស់ជាបរាជ័យ បេសកជនចំពោះគេយៀនហ្វឹងត្រូវតែសងសឹកជួយលោកវិញ គេមិនខ្វល់ពីវិនស៊ីទេ បាញ់ព្រួយនេះជាបញ្ជាអ្នកប្រឆាំងបញ្ជាស្លាប់ បាញ់ព្រួយទៅ បាញ់ បេសកជន យៀនហ្វឹង ហើយទៅណាមកហើយមិនឃើញ អត់ទៅចាំ ហើយណាមកនោះ ចំហាយដៃសៀនយាន មកស្រួលទេ ចំហាយដៃសៀនយានមានអនុភាពបាត់បាត់ការប្រចំហាយដៃមួយកំណត់ទៀនដឹកខែទៅមកគឺបាក់សេស្ពនឲ្យសសាយាគ្រាន់តែចំហាយដៃយានសំខាន់មិនទាន់បានសម្ដែងទើបមិនអាចគុំជាដៅសៀនយានបាន បាក់សៃស្ពនអាវសបានប្រើចំហាយដាវសៀវយានបំផ្លាញផ្លូវស្បៀងលាវមកយានស្បៀងកងទ័ពយោហាន 10,000 នាក់ត្រូវខូចខាតទាំងអស់សើបានឯខ្លះហើយ ពួកយើងមកកប់ខ្លួននៅសំណាក់អ៊ីវិនស៊ើបដឹងមកថាកាលពី2ថ្ងៃមុនជនអាយស្វាយបាក់សេស្ពនបានទៅរកចបាយស្រុកអ៊ីវិនអ៊ីប្រាប់ថាពួកគេមានយុវជនអាយសម្នាក់អាចបំផ្លាញលាវមកយានបានលើពាក្យនេះចិត្តខ្ញុំមិនទះសានណាស់តែម្នាក់នេះដូចជាចេះវិជាមួយចិត្តមនុស្សគ្រាន់តែសំឡេងភ្នែកខ្ញុំក៏អាចបានពិសាបដាខ្លាំងទៀតអ្នកផ្សេងក៏បែកការបន្តខ្ញុំនឹងសាងចាងចៅយ៉ាងជូលីវាសំណុកចឹងទៅពេលនេះនៅតែសាងចាងទេដែលអាចមកកប់ខ្លួននៅភ្នំយៅសានបន្តទៀតរឿងសឹកតាបឹងលើគេហើយតើមានរេកាឡើង ស្បៀងកងទ័ព 10,000 នាក់ត្រូវខូចខាតអស់ហើយ ស្បៀងតងខូចខាតមិនមែនជារឿងតូចតាចទេលោកម្ចាស់ទូវិនបង្កើតបទបញ្ជាទាហានខ្លួនឯងខ្លាចតែពិបាកកិច្ចផុតណា ជីវិតបេសកជនឈរលើខ្សែតែមួយហើយហឹងអាយឲ្យឆោតតិចទៅ យៀនហ្វឹងពលលោកកំពុងធ្វើអ្វី បេសកជនរឿងការពារលាវមកយានមិនបានយៀនហ្វឹងសុំទទួលខុសត្រូវ លាវមកយៀនជាបញ្ជារបស់ខ្ញុំបទបញ្ជាទាហានដែលខ្ញុំបង្កើតទោះឲ្យខ្ញុំជាអ្នកទទួលទោសមិនពាក់ព័ន្ធជាមួយនឹងពលលោកទេនាំគ្នាក្រោកឡើង វីអ៊ីឆាងអ៊ូ វីយូចៅ ហ្វីអ៊ីធ្វើមួយ សមាជិកទទួលទោសជាមួយបេសកជន ហ្វីអ៊ីរួមចាត់កាយតែមួយពួកយើងព្រមទទួលទោសជាមួយបេសកជន ចៅលីនៃជំរំយៀនហ្វឹងសូមទទួលទោសជាមួយវី ទ័ពផ្សេងបាញ់ព្រួយសមាជិកទទួលទោស ជាមួយក្រុមវីអ៊ី ហឹងអាយតាំងនាងនៅណា ពេជ្រឃាតប្រហារជីវិត
ហឹងអាយលោកអបរាជមានបញ្ជាឲ្យកោះហៅទូវ៉ុនស៊ឺយិនហ្វឹងចូលទៅជួម លោកអបរាជខ្ញុំអសមត្ថភាពការពារស្បៀងខ្ញុំសុខចិត្តទទួលទោស ការពារស្បៀងមិនបានពិតជាត្រូវមានទោសតែមិនដល់ថ្នាក់ស្លាប់ទេសពថ្ងៃកំពុងមានសង្គ្រាមជាឱកាសល្អសម្រាប់ឲ្យលោកលុបលាងទោស សូមលោកអបរាជមានបញ្ជា ស្បៀងកងទ័ព10នាក់បានបាត់បង់អស់ធ្វើឲ្យជួបបញ្ហាធំខ្លាចតែมันអាចពន្លឿនពេលធ្វើសង្គ្រាមទេ มันអាចពន្លឿនពេលបានន័យថាលោកអបរាជមិនគិតដកតបថយទេ យិនហ្វឹង បានអបរាជ លោកធ្វើឲ្យស្បៀងកងទ័ព10នាក់បាត់ខ្ញុំចាំបាច់ត្រូវតែរកមកវិញខាងឆាំងអ៊ូយល់ព្រមឲ្យខ្ចីស្បៀងហើយតែតាមផ្លូវទៅខ្ចីស្បៀងមានគ្រោះថ្នាក់ណាស់ខ្លាចតែបាក់សៃស្ពាន់អាវស្វាយមកបំផ្លាញមុនទេ នេះមានរឿងក្នុងចិត្តមែនទេឈីងអើ 100 ឆ្នាំហើយមានតែលោកទេដែលស្ដាប់បទភ្លេងខ្ញុំដឹងក៏មានតែលោកទេដែលអាចស្ដាប់យល់ភាសាពិនរបស់ខ្ញុំ នោះប្រកបណាស់នឹកដល់ការដែលពួកយើងជួបគ្នាដំបូងបើខ្ញុំមកស្ដាប់ដឹងពីការជឿចាំបាត់បង់សញ្ញារបស់នាងតាមរយៈពិនខ្ញុំហើយនឹងនាងមិននឹងអាចមានថ្ងៃនេះទៅ ដំបងស្មានថាគ្រប់យ៉ាងទៅតាមអ្វីដែលបានគិតទុកខ្ញុំវិលវល់នៅឋានកណ្ដាល100 ឆ្នាំហើយនៅតែរកបងស្រីខ្ញុំមិនឃើញសំណាងបានជួបបងធ្វើឲ្យខ្ញុំបំភ្លេចរឿងកន្លងទៅអ្វីធ្វើទៅតាមដំណើរប៉ុន្តែម្សិលមិញខ្ញុំបានជួបគាត់ គឺបងស្រីនាងសឹងត្រូវទេ មើលទៅបងស្រីមិនទាន់ស្លាប់ទេគ្រាន់តែគាត់ចាំអ្វីលែងបានហើយមិនដឹងថាខ្ញុំជាអ្នកណារហូតដល់ប្រយុទ្ធជាមួយនឹងខ្ញុំ បែបនឹងមិនល្អទេបើគេចាំនាងបាននាងនៅក្បែរខ្ញុំច្រើនឆ្នាំយ៉ាងនេះនាងបកស្រាយប្រាប់គេយ៉ាងម៉េចនាងនឹងគេសតតែជាទេពអសរបើស្រឡាញ់អ្នកដែលមានអំបូរខុសគ្នាដែលមានស្នាមដៃនៅលើខ្លួនបើស្រឡាញ់មនុស្សធម្មតានឹងរលាយដូចជាខ្សាច់នេះប្រហែលជាព្រំលិខិតចាំពេលដែលផែនការរបស់ខ្ញុំបានសម្រេចរកឃើញចំហាយដៅសៀនយានទាំងពីរកំណាត់ស្នាមដៅនឹងរលាយមិនបាច់រំលឹកទៀតទេបងប្អូនអ្នកទាំងពីរនឹងមានសុវត្ថិភាពអរគុណហើយប៉ុន្តែ កុំគិតច្រើនពេកផ្លូវស្បៀងលាយមកយានដាច់ការទឹកខ្ចីស្បៀងនៅឆាងអ៊ូជាកលាអុកចុងក្រោយរបស់គេហើយសាច់ញាតិខ្ញុំនៅឆាងអ៊ូបានស៊ើបដឹងពីសាវតារបស់អ្នកជញ្ជូនស្បៀងហើយឲ្យតែម៉ូអ៊ីនរកឃើញមនុស្សក្នុងរូបរឿងភ្នំយូសានគឺចប់ហើយខ្ញុំនាំនាងទៅលក់យ៉ាងវិញមិនមកជន់យ៉ាងហាន់ទៀតទេនាងមិនចាំបាច់ព្រួយបារម្ភខ្លាចធ្វើជាសត្រូវរបស់គេទេដាក់ខ្ញុំចាប់ទៅជួយផងដាក់ខ្ញុំចាប់ទៅជួយផងលោកជាអ្នកណាហេតុអីមកកេងចំណេញលើខ្ញុំមិនមែនជាមនុស្សអាក្រក់ទេគ្រាន់តែសួរថានាងមកពីឆាងអ៊ូមែនទេព្រោះខ្ញុំបានឃើញនិមិត្តសញ្ញាលើកាបូបនាងខ្ញុំមិនប្រាប់លោកទេអ
អាវសមើលតែបាត់ស្ពាន់បានក្រុមស្បៀងខាងអ៊ូហើយ ai tiền hai dân phăng phăng ទៅខ្ញុំកម្រិតថាភ្លាម ta phụ kịch ta phụ này nào នាងទេដែលចង់ធ្វើអីខ្ញុំជាស្រីក៏មកបាយជាដោះកៅអៅខ្ញុំនៅចាំខ្ញុំចងទៀតលោកខ្វាក់ភ្នែកទេខ្ញុំលាបថ្នាំឲ្យលោកបានន័យថានាងជំនួសល្អប៉ុន្តែមិនខ្ញុំមានអារម្មណ៍ថាគេវាយខ្ញុំគឺនាងមែនទេមិននឹងអាចជាខ្ញុំទៅខ្ញុំមិនដែរវាយគេទេម្យ៉ាងទៀតកម្លាំងខ្ញុំខ្សោយណាស់មើលទៅខ្សោយទេបើនាងជំនួសល្អចេះទៅស្រាយចំណងខ្ញុំទៅមិនបានខ្ញុំជាមនុស្សល្អមិនអាចបញ្ជាក់ថាលោកជាមនុស្សល្អទេលោកគឺជាមនុស្សមានកាលល្បិចច្រើនបើលោកលងខ្ញុំឲ្យស្រាយរួចហើយធ្វើបាបខ្ញុំគិតយ៉ាងម៉េចដូច្នេះនិយាយគ្នាបែបនេះទៅក៏បានតែបានអ្នកទាំងពីរទេការបាត់ដុំតកកនោះជាមនុស្សបោះប្រាស់យាយយ៉ាស៊ីនាងបាច់ចេញពីក្រុមដឹកស្បៀងមែនទេតើពួកគេទៅទីណាពួកខ្ញុំគ្មានក្រុមដឹកស្បៀងទេមានតែខ្ញុំនិងលោកតាសុនប៉ុន្តែលោកតាសុនត្រូវបិសាចដើមឈើសម្លាប់ហើយខំមកពីខ្ញុំដែលមិនមករកពួកនាងឲ្យតាន់ពេលប៉ុន្តែទុកចិត្តចុះឲ្យតែស្បៀងទាំងនោះដឹកដល់យ៉ូហានធ្វើសង្គ្រាមបានជោគជ័យលោកតាសុនមានគុណសម្បត្តិធំណាស់លើយ៉ូហានពួកយើងនឹងមិនភ្លេចទេការប៉ັດពួកលោកចង់បានស្បៀងយកទៅធ្វើសង្គ្រាមមែនទេម៉ែគ្រាន់តែឲ្យខ្ញុំដឹកស្បៀងមកជួយរៀបរងទោសរបស់យ៉ូហានមិនបានយកមកឲ្យពួកលោកសម្លាប់មនុស្សទេមើលទៅម៉ែយល់ខុសហើយសង្គ្រាមលើកនេះលោកអបរាជត្រៀមយ៉ាងម៉ត់ចត់យ៉ូហានជាមិនផុតទេដូច្នេះសំនៀងនាំផ្លូវផងឲ្យពួកយើងនាំស្បៀងទៅជំរុំបានតាន់ពេលខ្ញុំនាំផ្លូវយ៉ាងម៉េច
ជើងខ្ញុំរបួសហើយខ្ញុំប្រែខ្លាចទៅជាបែបនេះស្បៀងបាត់ហើយពេលនេះមិនដឹងនៅណាទេយាយយ៉ាស៊ីនេះមិនមែនជាពេលលេងសើចទេតើស្បៀងនោះនៅណាខ្ញុំគ្មានថ្ងៃប្រាប់លោកទេយាយយ៉ាស៊ីបងច្បាស់ពីសាវតានាងដែរទេបាក់សៃស្ពាន់តាមចាប់នាងរហូតមិនអាចខុសទេអញ្ចឹងទៅពួកយើងបំបីផ្លូវគ្នាធ្វើការទៅនាងទៅយានលូស៊ើបដំណឹងមើលថារកឃើញក្រុមស្បៀងទេទុកឲ្យខ្ញុំជាអ្នកការពារគេចាំមើលថានាងព្រមប្រាប់ឬអត់ដល់ពេលចាំជួបគ្នានៅជំរំទ័ពបានចាប់ត្រឹមក្មេងស្រីម្នាក់ឲ្យមកជញ្ជូនស្បៀងឯងតើកងយ៉ាស៊ូនិងគូអ៊ីសាំងកំពុងតែលេងល្បិចអីទៅតែខ្វល់ច្រើនធ្វើអីសម្រាប់ចោលទៅបញ្ចប់រឿងហើយត្រឹមតែជាក្មេងស្រីម្នាក់ជើងខ្លាំងបាក់សៃស្ពាន់ដល់តែ2នាក់ចាំការមិនបានខ្ញុំពិតជាចង់ជីរដាកប់ខ្លួនឯងឲ្យផុតណាមែនហើយរឿងអីក៏លោកម្ចាស់ចាត់មុនអ៊ីនទៅដែរបើចាត់ឲ្យខ្ញុំទៅរឿងច្បាស់ជាមិនស្មុគស្មាញបែបនេះទេស្មាងលើលោកហ៎តើបាននេះថាម៉េចចង់វាយគ្នាមែនទេឆ្លុះបកាយគ្នាស្អីភារកិច្ចសំខាន់ជាងបញ្ញាប់ទៅរកមនុស្សឲ្យលោកម្ចាស់អ្នកទាំង3បំបីគ្នាតាមរកទៅផែនការលើកនេះងាយស្រួលខ្លាំងណាស់ហេតុអីម៉ូអ៊ីនប្លន់ស្នៀតគេទៅណាហើយចំហាយដើមម៉ូអ៊ីនធ្វើទុកលោកម្ចាស់កំពុងជួយព្យាបាលគេហើយម៉ូអ៊ីននិងលោកម្ចាស់មានទំនាក់ទំនងអីនឹងគ្នាហេតុអីពេញចិត្តគេយ៉ាងនេះរឿងលោកម្ចាស់លោកគ្មានសិទ្ធិមកសួរនាំនោះទេឲ្យតែស្មោះត្រង់ចំពោះលោកម្ចាស់គាត់នឹងមើលឃើញលោកដូចគ្នាលោកដាក់ខ្ញុំចុះទៅខ្ញុំទៅខាងអូវិញនេះដាក់ខ្ញុំចុះទៅដាក់ខ្ញុំចុះអញ្ចឹងខ្ញុំចង់ទៅខាងអូវិញយល់ថាពួកគេគួរអាណិតណាស់មែនទេបើនាងមិនប្រកល់ស្បៀងទាំងនោះចាំដល់សៀវយកវាយលោកចូលមកពួកគេនឹងខ្លាចឲ្យកូនជៀមត្រូវសម្លាប់និយាយទៅនិយាយមកគឺដើម្បីតែច្បាំងពួកលោកដាក់តបទៅគឺចាប់ហើយមកនេះលេងខ្ញុំនេះមកតាមខ្ញុំទេលេងខ្ញុំទេខ្ញុំមិនចង់ចម្រំទេក្មេងស្រីនោះសំខាន់ដល់ម្លឹងផងឯងដំណឹងសម្ងាត់ដែលបានមកពីឆាងអូមិនអាចខុសទេទោះរូបដែលទទួលបានវាមិនដូចគ្នាតែម៉ូអ៊ីនបញ្ជាក់ច្បាស់ថាពួកគេគឺមកផ្លូវតែមួយថែមទាំងយកការសម្ងាត់នៅឆាងអូមកប្រាប់ថាស្បៀងទាំងអស់នោះមានពាក់ព័ន្ធនឹងគុជនាងម៉ូអ៊ីនដឹងថាស្បៀងនឹងនាងពាក់ព័ន្ធនឹងគ្នាហើយនឹកឲ្យនាងរបូតបាត់ទៀតពេលនេះនាងនៅជំរំទ័ពយេវហាន់បើចង់ចាប់នាងមកគឺពិបាកណាស់ក្រែងតែមានលោកដែរមែនទេកនស៊ឺខ្ញុំជឿថាលោកមិនធ្វើឲ្យខ្ញុំអស់សង្ឃឹមទេខ្ញុំឈ្មោះយាយយ៉ាស៊ីតាមមើលទៅរូបរាងលោកគឺជាមេការនៅទីនេះមែនទេគាត់គឺលោកម្ចាស់ទូវិនគឺជាមន្ត្រីនាងយាយយ៉ាស៊ីខ្ញុំសូមអរគុណនាងដែលបានស្កាន់មកពីឆ្ងាយជញ្ជូនស្បៀងមកដល់យ៉ាវហាន់លោកម៉ាក់នាងហើយយិនហ្វឹងនាំនាងយ៉ាស៊ីដើរមើលមកជុំទីនេះទៅខ្ញុំយ៉ាងម៉េចមិនពេញចិត្តមែនទេខ្ញុំទៅតែមកដល់មិនស្គាល់ភូមិសាស្ត្រទេពិតជាត្រូវការមនុស្សមើលថែណាខ្ញុំយល់ថាគួរតែចាត់មនុស្សម្នាក់នៅក្បែរខ្លួនខ្ញុំឲ្យខ្ញុំបានហៅប្រាយការក្រពេលជាគំនិតហួសហេតុពេកហើយខ្ញុំថាគួរតែជាលោកមិនបានមែនទេយិនហ្វឹងស្រាប់ខ្ញុំមើលថែនាងយាយយ៉ាស៊ីឲ្យល្អទៅ
នេះជាបន្ទប់ខ្ញុំមែនទេ ក្នុងជំរុំទ្រាំតិចទៅ ខ្ញុំចង់បដោះបន្ទប់ មួយនេះលោកម្ចាស់តួវិនចាត់មនុស្សឲ្យរៀបចំឲ្យនាងជាពិសេស ប៉ុន្តែខ្ញុំចង់ឲ្យមាត់បង្អួចបន្ទប់ខ្ញុំបែរទៅទិសអាគ្នេយ៍នោះគឺជាទិសបង្អួចដែលខ្ញុំនៅឆាងអូហើយខ្ញុំសង្ឃឹមថាពេលព្រឹកព្រលឹមឡើងគឺមានពន្លឺព្រះអាទិត្យថែមទាំងមានក្លិនផ្កានិងអាចស្ដាប់ឮសំឡេងចាប់ស្រែក នៅជំរុំទាហានមានក្លិនផ្កាមកពីណាមានសម្លេងចាប់មកពីណា ជាបន្ទប់លោកបែរទៅទិសខាងណា ទិសអាគ្នេយ៍យ៉ាងម៉េច មិនឆាប់និយាយទៅទៅមើលទៅអាយ៉ាទីនេះល្អណាស់រៀបរយល្អណាស់ទីនេះល្អ ចង់ធ្វើអី ទោះជាទីនេះក៏មិនអាចស្រង់ក្លិនផ្កាឬសម្លេងចាប់ស្រែកប៉ុន្តែវាល្អជាងបន្ទប់ខ្ញុំ ក្រែនេះរឿងខ្លាំងណាស់ ខ្ញុំមិនប្រកាន់ទេ ទីនេះទូលីច្រើនណាស់ បោះសម្អាតទៅគឺបានហើយ យប់ឡើងមានខ្យល់ចូលទៀតផង បែបនេះខ្យល់អាកាសល្អ មានកណ្ដុរច្រើនណាស់ មិនខ្លាចទេខ្ញុំចូលចិត្តសត្វកណ្ដុរយិនហ្វឹងចង្រៃអ្នកណាឲ្យលោកកាយដាក់ខ្ញុំ ស្មានមិនដល់ថាលោកម្ចាស់យិនហ្វឹងដែលធ្លាប់តែចិត្តត្រជាក់បែរជាត្រូវក្មេងស្រីម្នាក់ធ្វើឲ្យខឹងខូចអារម្មណ៍បែបនេះ ហឹងអីនាងក៏ចំអន់ខ្ញុំដែរ បានជាបាក់សៃស្ពាន់ដឹងហើយថាយាយ៉ាស៊ីជាកលឹះសំខាន់នៃស្បៀងទាំងនោះគេច្បាស់ជាមិនឈប់ត្រឹមនេះទេ មែនពួកគេច្បាស់ជារកវិធីសម្រាប់យាយ៉ាស៊ីដូច្នេះខ្ញុំចាត់មនុស្សច្រើនណាស់ឲ្យការពារនាងប៉ុន្តែនាងក៏ដឹងទីនេះមនុស្សប្រុសច្រើនណាស់ដូច្នេះសុវត្ថិភាពយាយ៉ាស៊ីគឺពឹងលើនាងហើយ ទុកចិត្តចុះខ្ញុំនឹងការពារសុវត្ថិភាពឲ្យនាងហេតុអីនាងមិនប្រាប់បងពីរឿងស្បៀងនោះទោះខ្ញុំទៅបានជួបនាងប៉ុន្តែខ្ញុំយល់ថានាងមិនមែនជាមនុស្សលោឡាគ្មានហេតុផលទេនាងច្បាស់ជាមានទុកលំបាកអីហើយ ខ្ញុំក៏គិតដូចនាងប៉ុន្តែមិនថាហេតុផលអីទេខ្លួនជាអ្នកនាំស្បៀងដែលឆាងអ៊ូបានចាត់ឲ្យមកមិនឲ្យប្រើអារម្មណ៍ធ្វើការទេដែលសំខាន់ទីហ៊ានទ្រាំទ្រលែងចង់បាន បងក៏មិនរំអីខ្ញុំជឿថានាងច្បាស់ជាព្រមប្រាប់រឿងស្បៀងនោះ ហើយធ្វើមិនទៅតើគូឲ្យពួកគេឬក៏អត់បើមិនឲ្យនឹងមានអ្នកដាច់ពោះស្លាប់ប៉ុន្តែបើឲ្យទៅច្បាំងគ្នានឹងកាន់តែមានមនុស្សស្លាប់ច្រើនហើយបញ្ហាលំបាកយ៉ាងនេះហេតុអីក៏ខ្ញុំគិតធ្វើយ៉ាងម៉េចទៅ នាងមិនអីទេអីព្រះអើយមិនឈើក៏អាចខ្លាចចំពោះបានថែមទាំងចំពោះធំទៀតនៅលើលោកនេះមានរឿងចម្លែកច្រើនណាស់គ្មានអីគួរឲ្យភ្ញាក់ផ្អើលទេនិយាយក៏ត្រូវដែរនៅលើលោកនេះរឿងចម្លែកមានច្រើនណាស់ដូចជារឿងខ្ញុំគួរឲ្យខ្ញុំប្រាប់ឲ្យហើយកុំសួរខ្ញុំរឿងស្បៀងឲ្យសោះខ្ញុំមិនដឹងស្អីទាំងអស់បាននេះជាខោអាវដែលខ្ញុំត្រៀមឲ្យនាងចូលស្ទឹងតាមបន់យាយ៉ាស៊ីបដូរសម្លៀកបំពាក់នេះទៅនេះជាខោអាវអ្នកភូមិភាគកណ្ដាលទេវ៉ាវស្អាតខ្លាំងណាស់
មកលេងសេះទៀតហើយហ៎ បុកធ្លាប់ប្រាប់ថាក្នុងនាមជាអ្នកចម្បាំងអ្នកដែលអាចរួមស្លាប់រស់ជាមួយយើងក្រៅពីមិត្តរួមក្រុមទៅគឺមានតែសេះចម្បាំងនេះហើយ គួរស្រ័យណាស់ពេលនេះស្បៀងក្នុងជំរំសល់មួយច្រើនទេ បើគ្មានបញ្ជាពីបេសកជនខ្ញុំមាន100វិធីអាចធ្វើឲ្យយាយយ៉ាស៊ីប្រាប់ពីកន្លែងទុកស្បៀងនោះបាន មានពេលខ្លាំងខ្ញុំស្ញប់ស្ញែងសេះទាំងអស់នេះខ្លាំងណាស់ ស្ញប់ស្ញែងរឿងអី ស្ញប់ស្ញែងដែលវាអាចធ្វើឲ្យនាងបើកចិត្តបង្ហាញពីមុខមាត់ពិតរបស់ខ្លួនឯងចេញមកតោះមិនខ្ញុំយល់ថានាងស្ពាយរឿងដែលមិនសប្បាយចិត្តពីអតីតកាលច្រើនហើយឲ្យតែនាងយល់ព្រមខ្ញុំអាចជួយរំលែកនាងបានគ្រប់ពេល អតីតកាលខ្ញុំមិនពាក់ព័ន្ធនឹងលោកទេថ្ងៃនេះមានគេប្រើសេះមែនទេ អូខ្ញុំទៅមកពីក្រៅថ្ងៃនេះគ្មាននរណាប្រើសេះទេ Bây giờ anh kia bây giờ anh làm một con đi anh đang sầm lập đây một luôn anh kia cho con đi bây giờ anh bây giờ đều lắm hôមិនមែនជាកំហុសឯងទេព្រោះទាហានទាំងអស់នោះធ្វើបាបមនុស្សខុសខើពេកហើយឯងគ្រាន់តែចង់ការពារម្ដាយរបស់ឯងគាត់ស្លាប់មិនមែនជាកំហុសរបស់ឯងទេបើមិនគ្មានឯងគាត់នឹងត្រូវស្លាប់ក្នុងដៃរបស់មនុស្សអាក្រក់តន់មឹងនាងធ្វើអី រឿងរបស់ខ្ញុំលោកកុំរវល់ រឿងទាហានមានបែងចែកខ្ញុំនាងដែរលុយស៊ីសេះចាំងត្បិតថាពួកគេខុសតែស្ថានភាពពេលនេះគឺសំខាន់ណាស់នេះមើលពួកគេទៅរាល់ថ្ងៃហូបអញ្ចឹងរឿងកាយម្នាក់ចុកខ្សោយបើតឹងរឹងខ្លាំងពេកងាយប៉ះពាល់អារម្មណ៍ពួកគេខ្លាំងណាស់ខ្ញុំនឹងតែគ្រប់គ្នាឃ្លានពីបាក់ទ្រាំប៉ុន្តែទាហានមានច្បាប់ទាហានមិនថាព្រោះហេតុផលអ្វីក៏ដោយរឿងលុយស៊ីសេះច្បាំងលើកនេះឲ្យវាចប់ចុះប៉ុន្តែក៏មិនមានលើកក្រោយសរុបមកយិនហ្វឹងខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាថាបញ្ហាស្បៀងអាហារនឹងត្រូវដោះស្រាយឆាប់ៗនេះយាយយ៉ាស៊ីពេលនេះនាងខ្លាំងណាស់មិនដឹងថានឹងធ្វើរឿងអ្វីឡើងមកទេយល់លោកទៅមើលបន្តិចទៅមានតែលោកទេដែលអាចនិយាយជាមួយនាងបានទីនេះប្រកល់ឲ្យឯងហើយមិនអើយប្រាប់មិនប្រាប់នាងចង់ធ្វើអីយិនហ្វឹងចាំមកជួយខ្ញុំផងយិនហ្វឹងកុំចេះដឹងរឿងគេពេកខ្ញុំមិនបានចេះដឹងរឿងគេទេប៉ុន្តែចង់ធ្វើអ្វីក៏ដោយសូមធ្វើជីវិតគេផងទៅស្រួលឲ្យខ្ញុំមានពេលនិយាយជាមួយគេនាងចង់សម្លាប់ខ្ញុំខ្ញុំទុកមកឲ្យលោកចុះមិនសម្លាប់នាងទេទុកនាងជាមនុស្សឈើអ្វីតែជាមនុស្សឈើកាត់ដៃជើងចោលខ្លាចជាមនុស្សឈើហើយមិនក៏ពួកលោកធ្វើបែបនេះមានស្បៀងជាភ្ញៀវគ្មានស្បៀងជាស្ត្រីឯងពួកលោកមិនសមជាទាហានទេសមជាចៅប្លន់ក្រានជាងសម្រាប់ខ្ញុំទេបានហើយបានឡាយប៉ុណ្ណឹងបានហើយសូមរៀបការលោកម្ចាស់ចាស់សាំមកវិញហើយពេលនេះកំពុងតែព្យាបាលរបួសនៅក្នុងតោរបស់លោកម្ចាស់ធូមួយសាំងចាំងត្រូវរបួស
ពួកគេបំបីគ្នាតាមចាប់ខ្ញុំសំណាងខ្ញុំជាបំបាំងកាយលើស្ងៀមទៅអេតន់នឹងមកហើយអីមិនទេសំណាងដែលរបបមិនធ្ងន់ខ្ញុំដកពឹសចេញហើយប៉ុន្តែបើស្អីស្ពន់អាវបៃតងខ្លាំងណាស់គេអាចបំបីសិលបំបាំងកាយខ្ញុំបានសំណាងដែលខ្ញុំរលឿនរឿងតូចប៉ុណ្ណឹងក៏ធ្វើមិនបានល្អនៅហ៊ានមកនិយាយអួតនៅទីនេះទៀតមកត្រូវមួយនេះជាផែនទីការពារកំផែងភ្នំយេសានមើលទៅទីនេះគឺជាឃ្លាំងអាវុធទីនេះជាឃ្លាំងទុកស្បៀងហើយត្រង់នេះគឺជាប៉មចំណែកខាងក្រោយជាឆាកទស្សនាខ្ញុំបានកត់ត្រាពេលវេលាផ្លាស់វិញ្ញាណគ្នានឹងពេលសម្រាប់របស់ Even E ទុកអស់ហើយធ្វើបានល្អថ្ងៃនេះលោកសម្រាប់ឲ្យស្រួលទៅស្អែកព្រឹកជួបគ្នានៅសាលប្រជុំបងធរខ្ញុំធ្វើឲ្យបងមានរបួសទៀតហើយអូមិនអីទេរបួសតែងទួចគិតតែពីលើកនេះខ្ញុំបានប្រើចង្វាក់ដៃទៅកកដើម្បីចាក់ឯងជាប់ខ្ញុំទេដែលគួរបារម្ភពីឯងបងធរថ្ងៃក្រោយកុំខ្វល់ពីខ្ញុំអីខ្ញុំជម្រាបគុណបងច្រើនណាស់ខ្លាចតែចុងក្រោយខ្ញុំធ្វើបាបបងទៀតទេកុំនិយាយសម្ដីល្ងងបែបនេះពីមុនខ្ញុំជ្រើសរើសនាំឯងមករួចទុកឯងជាបូនធរពួកយើងត្រូវទៅរួមសុខទុក្ខជាមួយគ្នាបងព្រោះតែព្យាបាលជំងឺបេះដូងឲ្យខ្ញុំតែងតែត្រូវខ្ញុំធ្វើឲ្យរបួសខ្ញុំខ្លាចថាប្រសិនបើជាគ្មានបើសិនទេម៉ូអ៊ីនជឿខ្ញុំទៅទោះជាខ្ញុំគ្មានកម្លាំងគ្រប់គ្រាន់មិនចេះវិជាសិលប៉ុន្តែខ្ញុំមានកម្លាំងពិសេសខាងផ្លូវអារម្មណ៍ខ្ញុំអាចវិនិច្ឆ័យពីកន្លងបាក់សីតាមរយៈសម្លេងខ្យល់ក៏អាចផ្អែកលើផ្ទៃបឹងដឹងអំពីការវាយឆ្មក់របស់សត្រូវពីចម្ងាយដែរបានជាស្មារតីរបស់ឯងវិលមកដូចដើមវិញហើយពេលនេះខ្ញុំមានភារកិច្ចមួយប្រគល់ឯងធ្វើចុះវ៉ានៅជុំគ្នាតែម្ដងតន់ម៉ាំងនិយាយកិច្ចការធំអីគ្រប់គ្នាប្រហែលជាដឹងហើយរឿងយកស្បៀងពីឆាងអ៊ូខ្លាចតែគ្មានសង្ឃឹមតទៅទៀតទេយ៉ាម៉េចស្រីចំមកនោះមិនព្រមប្រគល់ស្បៀងទេការពិតនាងគ្មានស្បៀងទេនាងគ្មានស្បៀងពិតមែនប៉ុន្តែសេយាមិនដឹងទេស្មានថានេះជាកលឹះសំខាន់នៃស្បៀងនោះទើបផ្ដោតទៅលើនាងទាំងស្រុងម្យ៉ាងវិញពេលនេះជាពេលសំខាន់បំផុតពួកយើងត្រូវដោះស្រាយបញ្ហាស្បៀងឃ្លាក់ស្បៀងប៉ាយលេងចាយពួកយើងទៅដំណាំស្បៀងមែនទេទឹកដីប៉ាយលាវចាយស្រួលការពារពិបាកវាយលងថែមទាំងមានទាហានយាមច្រើនទោះយើងដំណាំស្បៀងយកមកបានការដឹកជញ្ជូនស្បៀងប្រកាសជាមានបញ្ហាស្បៀងមិនទាន់ដឹកមកដល់ផងកងទ័ពជំនួយសត្រូវនឹងមកដល់ដូច្នេះរឿងដំណាំស្បៀងគឺមិនអាចទៅរួចដាច់ខាតបានន័យថាពួកយើងទៅដុតស្បៀងមែនទេអញនិយាយត្រូវតែពាក់កណ្ដាលទេសេយាត្រៀមជើងក្រោយបានយ៉ាងល្អផែនការដុតស្បៀងជាឥទ្ធិពលលើពួកគេមិនច្រើនទេតាមដំណឹងដែលសាងចាំងយកមកកំផែងក្រុងយៅសានបរិវេណ100គីឡូគ្មានចម្បាំងទេEven E ច្បាស់ច្រើនទៅលើចាំមើលនៅបញ្ជាការធ្វើសង្គ្រាមម្យ៉ាងទៀតគណៈពេលនោះគេមានធានជាប់ផ្លូវតិចបំផុតចាំការពារពួកយើងអាចជួយទៅពន្ធឆ្មក់នៅទីនោះឲ្យហើយរួចចាំឲ្យលោកប៉ាយលាវចាយតាក់ទាញ Even E ឡើងមកខាងលើពេលនោះភាគរយដែលអាចសម្រាប់ Even E បាននឹងកាន់តែខ្ពស់ទៀតឲ្យតែ Even E ស្លាប់សត្រូវច្បាស់ជាការចលាចលកំផែងយៅសានចាំតែថ្ងៃបែកបាក់ប៉ុណ្ណោះការច្បាំងគ្នាយកឈ្នះចាញ់នៅសមរភូមិទើបជាទង្វើទាហានទោះជាសម្រាប់ Even E បានជោគជ័យមែនតែនឹងត្រូវគេសាចំអកការប្រយុទ្ធចាញ់ឈ្នះក្នុងសមរភូមិពិតជាមោទនភាពរបស់ទាហានប៉ុន្តែសប្តាហ៍ថ្ងៃនេះ Even E ពួកនៅខាងក្រៅកំផែងបិទទ្វារមិនច្បាំងគម្រោងចង់ឲ្យពួកយើងដកខ្លួនថយខ្លួនឯងម្យ៉ាងទៀតត្រូវរើអ្វីដែលខាត់បងតិចបំផុតបើសម្រាប់ Even E ចង់ម្នាក់អាចឆាប់បញ្ចប់សង្គ្រាមមួយនេះបានកិច្ចផុតពីគ្រោះអាសន្នគឺល្អបំផុតហើយម្សិលមិញបាក់សីស្ពាន់គឺចាត់បណ្ដុំមកសម្រាប់យាយ៉ាស៊ីបរាជ័យច្បាស់ជាមិនព្រមបញ្ឈប់ទេពួកយើងទៅទាំងអស់គ្នាត្រូវតែមានមនុស្សការពារនាងខ្ញុំឲ្យខ្ញុំការពារនៅនាំស៊ីមិនកើតកតុំនោះអត់ទេខ្ញុំទៅយកសានជាមួយអ្នកទាំងអស់គ្នាដែររបួសលោកមិនតាន់ជាសះទេមិនស្រួលក្នុងការអនុវត្តភារកិច្ចដូច្នេះភារកិច្ចការពារយាយ៉ាស៊ីប្រគល់ឲ្យលោកហើយឯងអាចបំបាំងកាយបានប្រើវាការពារនឹងគឺស័ក្តិសមបំផុតហើយភារកិច្ចនេះចាំបាច់ត្រូវតែជាឯងនេះទុកជាភារកិច្ចសំខាន់ដែរ
ពួកយើងបានចែកពីផ្លូវតន់មកជាមួយក្រុមសាន់ហឹងជូលីយ៉ាយ៉ាបាយលុកបាយលើចាយមួយទៅរត់ខាងស្បៀងតាក់ទាញអ៊ីវិនឡើងមកលើប៉ងខ្ញុំមិនចាំអ៊ូនឹងឡើងទៅលើប៉ងភ័ក្រនេះហឹងអាយធ្វើមួយយកចាឡើងទៅលើប៉ងពីភ័ក្រពីយប់ឬសម្រាប់ទាហានយាមកកំផែងទុកឲ្យខ្ញុំមិនចាំអ៊ូយាស៊ីខ្ញុំមិនតម្រូវនាងដូចជាហឹងអាយទេក្រៅពីសវត្ថិភាពនាងឬផ្សេងខ្ញុំមិនទទួលខុសត្រូវទេម្យ៉ាងទៀតកម្រិតព្រៀបដែរសោះមិនដូច្នោះទេហើយមិនក៏លោករអ៊ូរតំច្រើនម្លេះនាងគឺយាស៊ីមនុស្សឡប់គឺខ្ញុំមិនបានមែនទេហ៎មនុស្សឡប់បាយលាវចាយជាកន្លែងសំខាន់បែបនេះមិនក៏ការពារខ្សែម្លេះចូលតែហើយវិបោហើយចាយយ៉ាងនឹងសាំងហឹងសម្រាប់ការប្រធានក្រុមបាយលាវចាយទឹកគេដុតហើយដោយមិនមានឲ្យតម្រុយមុនទេពិតជាមកមែនពីបយវាគេពុតមកចូល ចាយយ៉ាងខាងអូយ៉ាងមិនស្រួលទេចំហាយដែររកគ្នាដល់ថយឈប់យុទ្ធទៀតទៅក្រុមខ្លះហោះមិនមែនគ្រាន់តែចង់ដុតស្បៀងទេគោលដៅធំរបស់ពួកគេគឺតាក់ទាញខ្ញុំឲ្យចេញទៅហើយរួចហើយសម្លាប់សំឡងហើយដែលបានលោកម្ចាស់ជួយដាស់តឿនទាន់ពេលមិនដូច្នេះទេលទ្ធផលមិនហ៊ានគិតទេលោកម្ចាស់
ពិតជាទីឆន់ណាស់ខ្ញុំប្រៀបមិនស្មើទេពួកគេចេញទៅយូរយ៉ាងនេះហើយពេលនេះមិនដឹងថាយ៉ាងម៉េចទៅហើយទេបើលោកចង់ដឹងយ៉ាងនេះមិនក៏មិនតាមពួកគេទៅមិនបានទេបើខ្ញុំទៅនាងគិតយ៉ាងម៉េចពេលនេះពួកបាត់សៃស្ពាន់ម្នាក់ៗសិតតែចង់បានជីវិតនាងបើខ្ញុំទៅបានអ្នកណាការពារនាងលោកចង់បានន័យថាខ្ញុំនាំទុកឲ្យលោកមែនទេអត់ទេខ្ញុំគ្មានអីចឹងទេគ្រាន់តែខ្ញុំចង់ចូលរួមសកម្មភាពលើកនេះណាប៉ុន្តែការពារនេះក៏សំខាន់ដូចគ្នាយ៉ាងទៀតពេលនេះពួកយើងជាមិត្តនឹងគ្នាហើយខ្ញុំត្រូវការពារសុវត្ថិភាពមិត្តខ្ញុំហើយប៉ុន្តែលើលោកនិយាយបែបនេះយិនហ្វឹងម្នាក់នោះទុកថាឆ្លៀសវៃដែរយិនហ្វឹងគេប្រកាសជាឆ្លៀសវៃហើយមិនចឹងគេមិនអាចធ្វើជាប្រមុខអ្នកក្លាហានក្រុមស្លាប់ហោះបានទៅបើនិយាយពីប្រយុទ្ធតទល់សម័យឆាំងអូក៏វាយមិនឈ្នះគេដែរក៏ព្រោះតែបែបនេះហើយទើបតន់មឹងមើលគេមិនជួលភ្នែកតន់មឹងមិនក៏កាចម្លេះតន់មឹងកាចមកពីណាហើយក៏នាងថៃតន់មឹងដូចជាអ្នកផ្សេងដែរខ្ញុំមានថាឲ្យលោកឯណាលោកក្តៅកាហាយធ្វើអីទៅយាយយ៉ាស៊ីឆាប់រត់ទៅមិនអីទេមិនអីទេតែលោកក៏អត់ចិនឈាមហើយរបួសតិចតួចប៉ុណ្ណោះមិនអីទេឈិញនាងចង់ចិញ្ចាំមករហូតដូចជាមានរឿងមិនសប្បាយចិត្តនាងបារម្ភពីបងស្រីនាងមែនទេវិជាគុណនិងវិជាសិទ្ធិរបស់បងស្រីនាងខ្លាំងស្ទើរតែគ្មានអ្នកប្រៀបទេគេមិនកើតអីទេតែបងមិនយល់ថាចម្លែកទេគាត់បារម្ភពីយិនហ្វឹងដល់ថ្នាក់នេះរហូតប្រើកំសៀវទឹកផ្ទាល់ខ្លួនលាតត្រដាងឋានៈជាទេពអសរចុះបើសិនយាងហ្វឹងមិនត្រឹមតែជាយានហ្វឹងបងចង់ថាគេជាចំហាយដៅសៀនយានមួយកំណាត់ទៀតមែនទេគេគ្រាន់តែមិនតាន់វឹកហាត់ចំហាយដៅនៅលើខ្លួនដូច្នេះបងស្រីនាងទោះយ៉ាងណាក៏ត្រូវការពារគេឲ្យបានដិតដល់មិនឲ្យអ្នកណាសម្លាប់គេបានឡើយស្មានមិនដល់ថាចំហាយដៅសៀនយានទាំងពីរកំណាត់មួយកំណាត់នៅសៀយៈមួយកំណាត់ទៀតនៅយឺហាន់ការប្រយុទ្ធរបស់ពួកគេមិនតាន់ចាប់ផ្ដើមផងសង្គ្រាមនគរទាំងពីរបានចាប់ផ្ដើមមុនទៅហើយព្រំលិខិតបើគាត់មិនបានបំភ្លេចគោលបំណងដែលពួកយើងតែពីរនាក់ចុះមកឋានមនុស្សហេតុអីគាត់ចាំខ្ញុំជាប្អូនស្រីមិនបាននោះថ្ងៃនោះខ្ញុំបានហៅគាត់តែគាត់ហេតុអីបែរជាធ្វើមិនស្គាល់ខ្ញុំប្រហែលជានាងមានទុកលំបាកអីហើយតន់មឹងនាំគ្នាមកវិញហើយភារកិច្ចសម្រេចដែរទេបរាជ័យមិននឹងឲ្យបរាជ័យទៅមិនសមហេតុផលទេពួកយើងចូលអន្ទាក់គេដល់ពេលនេះក្រុមស្លាប់ហោះមិនទាន់មកវិញទេក៏មិនដឹងថាពួកគេจะមិនទៅហើយដែរហើយចំណែកផ្សេងទៀតពួកគេមិនអីទេគ្រាន់តែចាយ៉ាងត្រូវរបួសបន្តិចបន្តួចមិនអីទេធ្ងន់ធ្ងរទេអូលេងអីហើយសម្រាប់ប្រហែលថ្ងៃលេងអីហើយនិយាយពីខ្លួនលោកវិញខ្ញុំគ្រាន់តែឲ្យលោកមើលថែយាយយ៉ាស៊ីហាត់អីធ្វើខ្លួនឲ្យខ្លាចជាបែបនេះខ្ញុំមើលយ៉ាងម៉េចរបួសធ្ងន់ដែរទេមិនអីទេគ្រាន់តែការពារយាយយ៉ាស៊ីស្អីទៅអ្នកដែលខ្ញុំតតាំងជាមួយគឺបាសីស្ពាន់ពួកនេះមិនទាន់បានប្រមាណផងអស់លឿក៏មកដល់គេម្នាក់នោះមិនខ្លាំងធម្មតាទេគេខ្លាំងជាងនេះគិតឆ្ងាយណាស់គេខ្លាំងបែបនេះតែដឹងដែរទេដូចជាសត្វចម្លែកអញ្ចឹងខ្ញុំបានប្រំជាបំបាំងកាយហើយប៉ុន្តែគេនៅតែឲ្យរកឃើញទៀតបើខ្ញុំមិនរវាទេមិនមែនត្រឹមតែខ្ញុំទេសូម្បីតែយាយយ៉ាស៊ីក៏អស់ជីវិតដែរដឹងទេលោក
ក្រុមស្លាប់ហប់មកវិញហើយឆាំងអ៊ូរងរបួសធ្ងន់ ពួកយើងទៅជាមួយគ្នាទៅ អ្នកទៅពីនៅទីនេះឲ្យសៀមហើយលោកសម្រាប់ឲ្យបានស្រួលកំដៅផ្ដេសផ្ដាស់លោកមើលថែចៅយ៉ាងឲ្យល្អ ខ្ញុំ ចាក់អ៊ូចាំមិនហើយ ខ្ញុំមិនអីទេខ្ញុំមិនស្លាប់ទេ មិនក៏តែអញ្ចឹងធំអើយក្រែរបួយក៏អាចព្យាបាលបានមែនទេឆាប់ព្យាបាលគេទៅរបស់ឆាំងអ៊ូមកកឡើងដល់ចំហាយដាវឲ្យសចំហាយដាវមិនដូចរបួសទូទៅរបួសដែលមកកឡើងពីវានឹងជ្រាបចូលក្នុងខ្លួនពេលនេះវាជ្រាបពេញដៃគេហើយរួចចំហាយដាវនឹងជ្រាបចុះសសឹមដល់រាងកាយរបស់គេ ថាម៉េចធំអើយបញ្ញាប្រវិធីទៅ ក្រៅពីកាត់ដៃរបស់គេចោលទប់ស្កាត់ការជ្រាបចូល មិនបានទេមិនអាចកាត់ទេមិនអាចកាត់ទេ ឆាំងអ៊ូមានខ្ញុំនៅគ្មានរឿងអីទេ យិនហ្វាំងលោកមានកាត់ទេបើសិនជាគេគ្មានដៃតើឲ្យគេបាញ់ខ្លួនយ៉ាងម៉េចបែបនេះមានអីខុសពីយកជីវិតគេទៅ ប៉ុន្តែពេលនេះបើមិនកាត់ដៃចោលទេគេនឹងត្រូវស្លាប់ក្នុងរយៈពេលកន្លះយามទៀតកាត់ទៅ បងខ្ញុំជាឆាំងអ៊ូទោះស្លាប់ក៏ដោយក៏មិនរស់នៅដល់ពិការដែរ គ្រប់គ្នាមិនឆាំងអ៊ូមិនអាចសម្រេចការស្លាប់របស់គេបានទេ យិនហ្វាំងគេជាបងប្អូនរួមស្លាប់រស់ជាមួយបងជាអ្នកសម្រេចទៅ ប្រឡងយិនហ្វាំងប្រឡង ចាប់គេចងទៅ យិនហ្វាំងប្រឡងឆាំងអ៊ូរត់គេទៅប្រឡងឆាំងអ៊ូរត់ទៅប្រឡង បាន ចង់រត់អីកុំរត់ឲ្យសោះកុំរត់ចង់រត់ទៅណាកុំរត់ លោកអូប្រាញ់ពួកគេមកវិញហើយឆាំងអ៊ូរបួសធ្ងន់ដៃស្ដាំមិនរក្សាមកគង់ទេលោកអូប្រាញ់ទាំងអស់នេះគួរតែបន្ទោសខ្ញុំដែលខ្វះការគ្រប់គ្រងមិនបានទៅប្រជុំពួកគេឲ្យបានទាន់ពេលជាកំហុសគ្រប់យ៉ាងខ្ញុំសូមរ៉ាប់រងតែម្នាក់ឯងចុះ ដាក់ទ័ពនៅកន្លែងគ្រោះថ្នាក់ទើបដឹងលទ្ធផលរឿងនេះអាចជាបទពិសោធន៍ដ៏ល្អមួយ កុំបន្ទោសខ្លួនឯងខ្លាំងពេកអីមិនមែនជាកំហុសបងទេ ព្រោះខ្ញុំរៀបចំមិនបានល្អទើបអ៊ូឈៀងខ្លាចជាបែបនេះ ផែនការបងបានរៀបចំត្រឹមត្រូវហើយគ្រាន់តែមានគេអាចមើលធ្លុះពីគំនិតពួកយើងដែលប្រើល្បិចទល់ល្បាញ់ម្នាក់នេះស៊ីចម្រៅណាស់ពិបាកស្មានដល់ តើគេជានរណាទៅអើស្វាយ គេសម្បកក្រៅត្រឹមជាសាច់ញាតិរាជវង្សម្នាក់ដែលមិនចេះសិលប៉ុន្តែបើគេគ្មានសមត្ថភាពអីបន្តិចមែនមិនមែនពួកបាសីស្ពាន់ខ្លាំងពូកែទាំងអស់នោះចុះញោមជាមួយគេចាំបម្រើគេទេ ហឹងអាយឲ្យអ្នកយកការទៅលក់ឈីងសើពីម្នាក់នេះទៅ
ចាំខ្ញុំទៅ ខ្ញុំអូលែងអីហើយលោកអាចចូលទៅមើលគេបាន អ